ជប់សុំដាក់ចេញនៅអនុសាសន៍មួយចំនួនបន្ថែមដូចខាងក្រោមទី1ក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងដៃគូអភិវឌ្ឍដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះនិងប្រព្រឹត្តកម្មទឹកកខ្វក់នៅទីក្រុងនិងទីប្រជុំជនធំៗដោយធានាឲ្យមានសកលភាពទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅទីនោះទី2ក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវគិតគូរបន្ថែមទៀតទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមតំបន់ទីក្រុងនិងទីប្រជុំជនសំខាន់ៗឲ្យស្របតាមកំណើនប្រជាពលរដ្ឋនិងការរីកចម្រើនរបស់ប្រទេសជាតិជាពិសេសការគ្រប់គ្រងឲ្យបាននៅការបញ្ចេញកាកសំណល់រឹងសំណល់រាវដើម្បីលើកកម្ពស់អនាធិបតេយ្យបរិស្ថាននិងសោភ័ណភាពទីក្រុងក្នុងន័យនេះខ្ញុំសូមគាំទ្រនិងជំរុញការសិក្សាគម្រោងអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងតាខ្វាយជំហានទី2ឲ្យបានឆាប់រហ័សដើម្បីបង្កើនសមត្ថភាពចម្រោះទឹកកខ្វក់សម្ដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងឲ្យកាន់តែប្រសើរទី3ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងក្រសួងសាធារណការដឹកជញ្ជូនត្រូវរួមគ្នាសិក្សាវិតម្លៃអំពីលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធចម្រោះនិងប្រព្រឹត្តកម្មទឹកកខ្វក់ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនដើម្បីពន្លឿនការអភិវឌ្ឍនិងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកាត់បន្ថយហានិភ័យនិងជំរុញការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ខ្ពស់ទី4ក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងដៃគូអភិវឌ្ឍដើម្បីបន្តបញ្ជ្រាបការយល់ដឹងអំពីសារៈប្រយោជន៍និងរបៀបរស់នៅបែបថ្មីឲ្យបានទូលំទូលាយនិងជំរុញការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជននៅមូលដ្ឋាននៅក្នុងការប្រើប្រាស់ប្រព័ន្ធចម្រោះទឹកកខ្វក់និងប្រព័ន្ធលូបង្ហូរទឹកកខ្វក់ឲ្យបានត្រឹមត្រូវដោយធ្វើយ៉ាងណាគៀកបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការតភ្ជាប់បណ្ដាញលូនៅតាមលំនៅឋានរបស់ខ្លួនជាមួយបណ្ដាញលូសាធារណៈទី5ក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវពន្លឿនការសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់ទីដូចជាអនុក្រឹត្យប្រកាសនិងបទបញ្ញត្តិបច្ចេកទេសដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ឲ្យមានប្រសិទ្ធភាពតាមរយៈការកំណត់យន្តការជាក់លាក់សម្រាប់ការគ្រប់គ្រងការអភិវឌ្ឍការសាងសង់ការជួសជុលការថែទាំការធ្វើប្រតិបត្តិការនិងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់ស្របតាមនាយាមបច្ចេកទេសជាតិនិងអន្តរជាតិជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តមឯករដ្ឋទូតសហការីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតកូរ៉េប្រចាំកម្ពុជានិងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ EDCF ដែលបានជំរុញរំហោហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសម្រាប់ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជាឲ្យប្រព្រឹត្តទៅដោយរលូននិងឆាប់រហ័សទន្ទឹមនេះខ្ញុំក៏សូមថ្លែងអំណរគុណនិងសូមឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានផ្ដល់កិច្ចសហការតាមតម្រូវការជាក់ស្ដែងដើម្បីជំរុញការអនុវត្តគម្រោងនេះឲ្យសម្រេចបានជោគជ័យតាមការគ្រោងទុកមុននឹងបញ្ចប់ខ្ញុំសូមស្នើដល់ភាគីក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់និងការត្រួតពិនិត្យបច្ចេកទេសឲ្យបានតាមស្តង់ដារហើយជាពិសេសសុវត្ថិភាពនៅក្នុងការកសាងនិងក្នុងការដ្ឋានសំណង់និងប្រកបដោយគុណភាពហើយក៏សូមការយោគយល់និងអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ក្នុងរយៈពេលខ្លីមួយសម្រាប់ការសាងដែលដោយសារគម្រោងសាងសង់នេះជាទីបញ្ចប់ជាមួយនឹងការប្រកាសបើកការដ្ឋានគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅនេះខ្ញុំសូមប្រសិទ្ធពរជូនអាដាមលោកជំទាវលោកស្រីនិងអង្គពិធីទាំងមូលពិសេសជូនដល់អាដាមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រជាណាចក្រកម្ពុជាសហការីនិងអ្នកជំនាញការកូរ៉េដែលបាននិងកំពុងបញ្ចេញបេសកកម្មនៅប្រទេសកម្ពុជាសូមទទួលបាននូវសេចក្តីសុខសេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ចព្រមទាំងបានប្រកបនឹងពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិពានៈកំបីគ្លៀងគ្លេឡើយសូមអរគុណ